សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃនេះពេលនេះគឺនៅសហរដ្ឋអាមេរិកនៅតែថ្ងៃច័ន្ទនៅឡើយទេទី26ខែមករាឆ្នាំ2026បាទនៅកម្ពុជានោះគឺថ្ងៃ27ទៅហើយណាថ្ងៃអង្គារខែមករាជាតិវិលជាតិដាច់ខែមករាមួយទៀតហើយនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងមកខ្ញុំដាក់រឿងអាមេរិកាំងមុនចុះគឺរឿងទី1បង្ហាញឲ្យឃើញថាប្រធានដែលគ្រប់គ្រងប៉ូលីសអន្តរប្រវេសន៍ ICE នឹងត្រូវរដ្ឋបាលលោកប្រធានាធិបតី Donald Trump បាទដកឲ្យទៅធ្វើការនៅកន្លែងផ្សេងដាក់មនុស្សចំណិតរបស់លោក Trump មកកាន់កិច្ចការម្ដងបន្ទាប់ពីមានការបាញ់សម្លាប់ផ្ទួនគ្នាជាលើកទី2ហើយនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota ទាក់ទងនឹងការអនុវត្តច្បាប់របស់ប៉ូលីសអន្តរប្រវេសន៍ ICEព័ត៌មានទី2នេះគឺសូមជូនបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយនឹងព្យុះព្រិលតកកនៅសហរដ្ឋអាមេរិកដែលប៉ះពាល់ជាងកន្លះប្រទេសមកដល់ពេលនេះគឺនៅតំបន់មួយចំនួននៅមានទឹកកកនៅឡើយហើយមានសាលារៀននៅបិទទ្វាររហូតដល់ថ្ងៃស្អែកនៅតំបន់ខ្លះហើយបើតាមការឲ្យដឹងគឺមានពលរដ្ឋអាមេរិកាំងនៅមកដល់ពេលនេះនៅប្រហែលជា700,000នាក់ទៀតបាទ700,000នាក់ទៀតមិនមានភ្លើងអគ្គិសនីប្រើប្រាស់ដំបូងឡើយ1លានធ្លាក់ព្រឹកមិញធ្លាក់សល់800,000ឥឡូវល្ងាចនេះតួលេខបច្ចុប្បន្នគឺនៅសល់700,000នាក់ទៀតនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេហើយព័ត៌មានទី3នេះគឺប្រិមិត្តប្រហែលជាបានឮហើយខ្ញុំបានធ្វើคลิปមួយជូនសូមអញ្ជើញទៅមើលនៅคลิปហ្នឹងក៏ប៉ុន្តែនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ពីខាងយោធារបស់សហរដ្ឋអាមេរិកវិញគឺបានបញ្ជាក់អំពីដំណើរទៅពិនិត្យមើលនាវាចម្បាំង USS Cincinnati ដែលចូលចតនៅក្នុងកំពង់ផែរៀមក្នុងក្រុងព្រះសីហនុបាទដោយលោកមេបញ្ជាការ Samuel Paparo ហើយក្នុងអំឡុងពេលហ្នឹងគឺលោក Paparo ក៏បានអញ្ជើញមន្ត្រីយោធារបស់កម្ពុជារួមទាំងរដ្ឋមន្ត្រីផងហើយនៅអគ្គមេបញ្ជាការឡើងលើកប៉ាល់ផងដែរព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍ច្រើននៅក្នុងសារព័ត៌មានថៃអត់មានសារព័ត៌មានអន្តរជាតិក្រៅពីនៅក្នុងប្រទេសថៃរាយការណ៍ទេគឺខ្ញុំដកស្រង់មកនេះគឺសារព័ត៌មាន PBS World ដែលខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងដែរគឺនៅតាមប្រភពព័ត៌មានថៃនោះគាត់រាយការណ៍ថាលោកទីបាញ់ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាបានតាក់ទងធ្វើការចរចាដើម្បីសន្តិភាពជាមួយនឹងប្រទេសថៃបាទក៏ប៉ុន្តែពីខាងភាគីកម្ពុជាអត់ទាន់មានសេចក្តីរាយការណ៍នៅឡើយទេតាក់ទងនឹងបញ្ហានេះហើយទន្ទឹមនឹងនោះគឺសារព័ត៌មានថៃក៏បានរាយការណ៍ថាកម្ពុជាក៏បានជីកត្រង់សេនៅក្បែរតំបន់ព្រំដែននៅខេត្តត្រាតក្បែរខេត្តត្រាតផងដែរទល់មុខជាមួយនឹងទីតាំងជ្រោយជើងរបស់ទាហានថៃហើយព័ត៌មានចុងក្រោយនេះសូមជូនបច្ចុប្បន្នភាពបន្តិចបាទពីព្រោះខ្ញុំបានធ្វើសេចក្តីរាយការណ៍ហើយប៉ុន្តែមុននេះតិចឃើញនាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺលោកហ៊ុនម៉ាណែតបានធ្វើបច្ចុប្បន្នភាពពន្យល់ដល់មហាជនអំពីជំហររបស់កម្ពុជាក្នុងការដែលសម្រេចចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី Donald Trump នេះគឺជាការចូលរយៈពេល3ឆ្នាំដំបូងនេះมันមានការបង់ជាថវិកាសមាជិកភាពអ្វីទេដូច្នេះបើតាមគិតមើលទៅគ្មានអ្វីខាតទេមានតែចំណេញបាទបានន័យថាមិនអស់លុយអស់កាក់ទេបើចូលទៅវាចំណេញខាងផ្នែកការទូតបាទនេះបើតាមការពន្យល់ដែលខ្ញុំកាត់ស្មានមើលគឺវាតម្លៃមើលថាបែបលក្ខណៈបែបនេះបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទព័ត៌មានទី1ពិស្ដារនេះសូមជូនពីរឿងនៅសហរដ្ឋអាមេរិកដែលជារឿងកំពុងតែក្តៅកគុកដែលអាចនឹងឈានទៅដល់ការបិទរដ្ឋាភិបាលឬមិនបិទរដ្ឋាភិបាលនោះក៏ប៉ុន្តែភាពតានតឹងនេះទៅបានខាងសេតាវិមានខិតខំប្រឹងប្រែងដោះស្រាយឲ្យវាបន្ធូរបន្ថយគឺបើតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននានាដែល New York Times Washington Post CNN នេះបានរាយការណ៍មុននេះបន្តិចថាបើយោងតាមប្រភពប៉ុន្តែមិនទាន់ចេញផ្លូវការនៅឡើយទេណាតាមប្រភពមិនទាន់ចេញឈ្មោះនោះបានឲ្យដឹងថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump
មានគម្រោងដើម្បីផ្ទេរការងារលោក Gregory Bovino គឺនៅក្នុងរូបភាពហ្នឹងដែលជាមេបញ្ជាការទទួលបន្ទុកនៃប្រតិបត្តិការអនុវត្តការងារអន្តោប្រវេសន៍របស់ប៉ូលីសអន្តោប្រវេសន៍ ICE ចេញពីរដ្ឋ Minnesota សិនពីព្រោះឥឡូវនេះគាត់កំពុងតែដឹកនាំប្រតិបត្តិការប៉ូលីសអន្តោប្រវេសន៍ ICE នៅទីនោះហើយក្រោយពីមានរឿងរ៉ាវបាញ់ស្ត្រីម្នាក់បាទស្លាប់ហើយក្រោយមកឥឡូវទៅតែថ្ងៃសៅរ៍នេះបាញ់លោកកលានុបដ្ឋាយិកាម្នាក់បាទស្លាប់បាត់បង់ជីវិតទៀតដូច្នេះធ្វើឲ្យមានការតវ៉ាខ្លាំងមិនត្រឹមតែនៅក្នុងគណៈបកប្រជាធិបតេយ្យទេគឺគណៈបកសាធារណរដ្ឋដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី Donald Trump ក៏តវ៉ាប្រឆាំងផងដែរពួកគេមិនសប្បាយចិត្តទេនៅក្នុងការដែលមកធ្វើឲ្យមានរឿងនេះកើតឡើងហើយដែលអាចនឹងឲ្យគណៈបកប្រជាធិបតេយ្យគាត់យករឿងនេះដើម្បីបិទរដ្ឋាភិបាលបានបើទោះបីជាមន្ត្រីគណៈបកប្រជាធិបតេយ្យក៏ថាគាត់មិនចង់យករឿងនេះដើម្បីមកជាហេតុផលក្នុងការបិទរដ្ឋាភិបាលនោះទេដូច្នេះអ្វីៗគឺខិតខំប្រឹងប្រែងដោះស្រាយបាទនេះចំណុចទី1ហើយចំណុចមួយទៀតហ្នឹងគឺអ្នកដែលដាក់ទៅហ្នឹងគឺបាទគឺជាមន្ត្រីដែលស្និទ្ធជាមួយនឹងលោកប្រធានាធិបតី Donald Trump តែម្ដងបាទគឺជាអ្នកដែលគេហៅថាជាស្ដេចបាទស្ដេចនៃបញ្ហាព្រំដែនរឿងអន្តោប្រវេសន៍នៅក្នុងការដោះស្រាយរឿងអន្តោប្រវេសន៍ហើយត្រូវរីកាផ្ទាល់ជាមួយនឹងលោកប្រធានាធិបតី Donald Trump នោះបាទគឺលោក Tom Hanks បាទគឺ Homan បាទលោក Homan បាទលោក Homan Tom Homan បាទ Tom Hanks Tom Homan បាទលោក Tom Homan គឺនឹងត្រូវមើលកិច្ចការនឹងជំនួសបាទលោក Bovino វិញដើម្បីមើលការខុសត្រូវនោះយ៉ាងម៉េចហើយឲ្យរីកាដោយផ្ទាល់តែម្ដងមកលោកប្រធានាធិបតីDonald Trump អំពីការវិវត្តនានាអញ្ចឹងនេះគឺជារឿងមួយដែលខាងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លោកព្យាយាមដោះស្រាយផងដែរនេះបើយោងតាមលោកចៅហ្វាយក្រុងបាទលោកចៅហ្វាយក្រុង Minneapolis ក៏បានឲ្យដឹងដែរថាមន្ត្រីប៉ូលីសអន្តោប្រវេសន៍ ICE មួយចំនួនក៏នឹងត្រូវដកចេញដែរចាក់ចេញពីទីក្រុង Minneapolis ផងដែរដោយមិនធ្វើឲ្យមានភាពតានតឹងបន្ថែមទៀតនោះទេហើយទន្ទឹមនឹងនោះក៏មានសេចក្តីរាយការណ៍ថាលោកប្រធានាធិបតី Donald Trump បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងលោកអភិបាលរដ្ឋ Minnesota បាទគឺលោក Tim Walz ដើម្បីពិភាក្សាអំពីវិធីដោះស្រាយយ៉ាងម៉េចដើម្បីកុំឲ្យមានការតវ៉ាបន្ថែមទៀតហើយអាចនៅអនុវត្តច្បាប់បានហើយអញ្ចឹងគឺបើតាមការប្រកាសឲ្យដឹងពីលោកអភិបាលរដ្ឋគឺបាននិយាយថាការពិភាក្សានោះគឺផ្ដោតទៅលើបញ្ហាថាតើត្រូវចាប់ជនដែលជាអក្រិតជននឹងយ៉ាងណាដើម្បីយកមកដាក់នៅកន្លែងឃុំឃាំងគឺមិនឲ្យមានបញ្ហាអ្វីកើតឡើងចាប់ទៅពីដូចនេះទេអញ្ចឹងគឺបានន័យថាត្រូវបើតាមលោកចៅហ្វាយលោកអភិបាលរដ្ឋលោកថាត្រូវមានការសម្របសម្រួលគ្នាបន្ថែមទៀតក្នុងការអនុវត្តច្បាប់ដើម្បីតាក់ទងជាមួយនឹងការចាប់ជនអក្រិតដែលមានអំពើហិង្សាបាទអញ្ចឹងគឺជារឿងមួយដែលត្រូវតែឯកភាពគ្នាក្នុងការអនុវត្តច្បាប់ហើយគេឃើញមានឆ្មាំជាតិនោះក៏បានទៅកន្លែងនោះដើម្បីមើលការខុសត្រូវមួយចំនួនផងដែរព័ត៌មានទី2នេះគឺតាក់ទងជាមួយនឹងព្យុះទឹកកកដែលបានបោកបក់ចំតំបន់ជាងពាក់កណ្ដាលប្រទេសបាទពិចារនៅខាងកើតប្រទេសនៃសហរដ្ឋអាមេរិកហ្នឹងដែលបានបោកបក់តាំងពីចុងសប្តាហ៍តាំងពីថ្ងៃអាទិត្យមកហើយនៅថ្ងៃច័ន្ទនេះផងដែរដែលនៅបន្តធ្លាក់ហ្នឹងធ្វើឲ្យមានផលប៉ះពាល់ទៅលើពលរដ្ឋអាមេរិកជាង230លាននាក់បើទោះបីជានៅតំបន់មួយចំនួនមិនមានទឹកកកក៏ប៉ុន្តែអាកាសធាតុបានធ្លាក់ត្រជាក់ខ្លាំងមែនទែនក្រោម0បាទក្រោម0ត្រជាក់ខ្លាំងណាស់ដោយសារតែអាកាសធាតុត្រជាក់នេះឯងហើយមានព្យុះព្រិលធ្លាក់ផងបានធ្វើឲ្យដាច់អគ្គិសនីបាទឥឡូវមើលរូបភាពនេះបាទប្រិមិត្តមើលឃើញណាបាទឃើញខ្សែភ្លើងនេះឡើងកកខ្សែភ្លើងតែម្ដងកកខ្សែភ្លើងអញ្ចឹងគេបិទភ្លើងមកមិនឲ្យរត់បានទេកកខ្សែភ្លើងនៅតាមផ្លូវហ្នឹងអញ្ចឹងគ្រោះថ្នាក់ណាស់អញ្ចឹងហើយបានជាបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាគឺមានអ្នកដែលប៉ះពាល់ដំបូងគឺដែលខ្ញុំបានជម្រាបពីមុនហើយគឺជាង1លានអ្នកដែលប៉ះពាល់ដោយគ្មានអគ្គិសនីប្រើប្រាស់ហើយនៅព្រឹកថ្ងៃច័ន្ទនេះគឺបានជួសជុលកន្លែងមួយចំនួនគឺអ្នកដែលអត់
បានតបានប្រើនឹងនៅត840នាក់ឥឡូវមកដល់ល្ងាចនេះមុនពេលផ្សាយនេះបន្តិចគឺបច្ចុប្បន្នភាពដែលសារព័ត៌មានធ្វើបច្ចុប្បន្នភាពមកគឺថានៅមានប្រហែលជា740នាក់ទៀតមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយបាទអញ្ចឹងច្រើនណាស់ណា740នាក់អត់មានអគ្គិសនីចំពេលដែលអាកាសធាតុកំពុងតែត្រជាក់ខ្លាំងតែម្ដងក្រោម0បាទត្រជាក់ក្រោម0តែម្ដងបាទអញ្ចឹងនេះគឺជាបច្ចុប្បន្នភាពតកតងជាមួយនឹងរឿងព្យុះព្រិលដែលបានបណ្ដាលឲ្យមានអាកាសធាតុត្រជាក់រហូតដល់ក្រោម0អង្សានេះព័ត៌មានទី3នេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ខាងយោធារបស់សហរដ្ឋអាមេរិកវិញទៀតណាអញ្ចឹងគឺតកតងជាមួយនឹងដំណើររបស់លោកមេបញ្ជាការតំបន់ Indo-Pacific គឺលោក Samuel Paparo បាទលោកជាគេហៅថានីឧត្តមនាវីគឺលោកផ្កាយមាស4បាទដែលទទួលបន្ទុកមកតំបន់នឹងតែម្ដងហើយលោកបានអញ្ជើញទៅប្រទេសកម្ពុជាមុននឹងកម្ពុជាលោកបានអញ្ជើញទៅប្រទេសថៃដែរក៏ប៉ុន្តែនៅកម្ពុជានឹងយើងមានសេចក្តីរាយការណ៍ច្រើនតែម្ដងគឺលោកបានជួបជាមួយនឹងថ្នាក់ដឹកនាំកម្ពុជាលោកបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាហើយនៅក្នុងរូបភាពនេះគឺបានអញ្ជើញរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាហើយនិងអគ្គមេបញ្ជាការយោធារបស់កម្ពុជានឹងទៅឡើងកប៉ាល់ដើម្បីមើលហើយនឹងការពិភាក្សាគ្នាបាទខ្ញុំបានជម្រាបជូនតាមរយៈคลิปច្រើនណាស់ណាចឹងប្រិមត្តអាចនឹងទៅមើលคลิปហ្នឹងនៅតាម Facebook ក៏បាននៅតាម YouTube នឹងក៏បានដែរនៅកន្លែងខ្ទង់វីដេអូចឹងខ្ញុំសូមមិនចាក់ឡើងវិញទាំងអស់ទេគ្រាន់តែចង់និយាយផ្អែកទៅលើសេចក្តីប្រកាសព័ត៌មានរបស់ខាងយោធាសហរដ្ឋអាមេរិកហ្នឹងគឺគាត់បន្ថែមថាដំណើរទស្សនកិច្ចនេះគឺបង្ហាញនៅកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងរីកចម្រើននៅមិត្តភាពរវាងសហរដ្ឋអាមេរិកនិងកងទ័ពជើងទឹករបស់កម្ពុជាហើយនឹងកម្ពុជាហើយនឹងសហរដ្ឋអាមេរិកក៏ធ្វើការងារប្រគៀកស្មាដើម្បីធ្វើយ៉ាងណារក្សាតំបន់ Indo-Pacific នេះឲ្យនៅតែមានលក្ខណៈសេរីនិងបើកចំហហើយក៏បាននិយាយអំពីប្រវត្តិនៃការដែលចូលទៅកន្លែងនោះផងដែរហើយនៅក្នុងពេលដែលឆ្លើយជាមួយនឹងអ្នកសារព័ត៌មានគឺលោកប៉ាប៉ារ៉ូលោកបានបញ្ជាក់ថាសមយុទ្ធឆ្មាំអង្គរអាចនឹងរៀបចំឡើងអាចនៅចុងខែកុម្ភៈខែក្រោយឬក៏ដើមខែមីនាអញ្ចឹងនឹងមានការធ្វើសមយុទ្ធឡើងវិញហើយខាងសហរដ្ឋអាមេរិកក៏សម្លឹងរកមើលឱកាសនៅក្នុងការធ្វើការងារជាមួយគ្នាជាមួយនឹងកម្ពុជានឹងច្រើនថែមទៀតដើម្បីពង្រឹងមិត្តភាពនេះឲ្យបានកាន់តែរឹងមាំបន្ថែមទៀតណាបាទអញ្ចឹងតើលោកSamuel Paparoលោកមានប្រសាសន៍យ៉ាងម៉េចតកតងជាមួយនឹងដំណើរទស្សនកិច្ចនៅរៀមតកតងជាមួយនឹងអនាគតកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរយោធាលើផ្នែកយោធាជាមួយនឹងជំនួបដែលលោកបានជួបជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជានឹងបាទសូមអញ្ជើញទៅមើលក្នុងវីដេអូដែលខ្ញុំបានថតហើយខ្ញុំបានដាក់ជូនคลิปនីមួយៗណាបាទអញ្ចឹងសូមទៅមើលខាងនោះព័ត៌មានទី4នេះគឺតកតងជាមួយនឹងសេចក្តីរាយការណ៍របស់ខាងប្រទេសថៃទៅវិញទេបាទនៅខាងកម្ពុជាមិនទាន់មានសេចក្តីរាយការណ៍ហើយក៏មិនទាន់មានប្រតិកម្មពីខាងមន្ត្រីកម្ពុជាដែរអញ្ចឹងខ្ញុំសូមរាយការណ៍ជូនប្រិមិត្តនៅព័ត៌មាននេះព្រោះមានសារព័ត៌មានថៃច្រើនជាពិសេស Council ហើយនៅ PBS ឥឡូវហ្នឹងដោយសារប្រិមិត្តមួយចំនួនមិនសូវចូលចិត្ត Council អញ្ចឹងខ្ញុំយកខាង PBS មកជូនដល់បាទមក PBS ទៅដើម្បីឲ្យដឹងហើយការពិត PBS ក៏រាយការណ៍ដូចជាពិស្ដារជាង Council ផងខ្ញុំមើលទៅឃើញ PBS រាយការណ៍ពិស្ដារជាងហើយច្បាស់ជាងចឹងហើយខ្ញុំសូមយកដកស្រង់ពី PBS របស់ថៃទេ PBS របស់ថៃទេមិន PBS របស់អាមេរិករបស់ថៃយកមករាយការណ៍ជូនប្រិយមិត្តណាអញ្ចឹងកុំប្រកែប្រកាន់អីគឺខ្ញុំចង់ដឹងថាតើខាងសារព័ត៌មាននឹងថៃនឹងគេរាយការណ៍យ៉ាងម៉េចបើយោងតាមសេចក្តីរាយការណ៍របស់ PBS គាត់បាននិយាយថាគឺខាងរដ្ឋាភិបាលកម្ពុជាគឺបានព្យាយាមស្វែងរកការចរចាសន្តិភាពជាមួយនឹងប្រទេសថៃតាមរយៈលោកឧត្តមសេនីយ៍ទាបាញ់ដែលជាអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនឹងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជាណាអ្នកដែលផ្ដល់ព័ត៌មាននេះឲ្យទៅសារព័ត៌មានថៃនឹងគឺលោកអគ្គមេបញ្ជាការថៃអគ្គមេបញ្ជាការយោធាថៃគឺលោកឧត្តមសេនីយ៍អុកក្រិតប៊ុនថាណុនបាទជាអ្នកនិយាយអញ្ចឹងណា
បាទលោកអគ្គមេបញ្ជាការអ៊ុក្រែននោះបានបញ្ជាក់បន្ថែមទៀតនៅថ្ងៃច័ន្ទទី26ខែមករាឆ្នាំ2026ថាលោកបានទទួលសារពីលោកឧត្តមសេនីយ៍ទាបាញ់ដែលស្នើឲ្យមានការចរចាគ្នាក៏ប៉ុន្តែលោកបានបន្ថែមថាឥឡូវនឹងត្រូវមើលសកម្មភាពសិនគឺមិនមែនជាការមើលតែពាក្យសម្ដីនោះទេគឺបើឃើញសកម្មភាពវាជារឿងមួយដែលអាចយកជាការបានដែលសកម្មភាពនោះគឺបង្ហាញថាតើកម្ពុជាជាភាគីមួយដែលថៃអាចទុកចិត្តបានដែរឬទេនេះបើតាមការបញ្ជាក់ពីខាងមេតបថៃទៅវិញណាដែលសារព័ត៌មានថៃបានរាយការណ៍គាត់និយាយយកល្អពីខាងគាត់យ៉ាងទៅលោកមេបញ្ជាការនោះក៏បាននិយាយទៅដល់ថាមានកត្តាទាំងអស់ដែលទៅយកមកពិចារណាផងដែរដើម្បីរៀបចំឲ្យមានរូបភាពទាំងស្រុងទាក់ទងនឹងបញ្ហានេះដើម្បីឲ្យថៃអាចឆ្លើយតបវិញដោយត្រឹមត្រូវឲ្យបានសមរម្យហើយបន្ថែមពីនោះលោកបានសង្កត់សម្គាល់ធ្ងន់ថាទន្ទឹមនឹងការរៀបចំផែនការទាំងអស់នោះក៏ត្រូវមានផែនការទី2ត្រៀមផងដែរក្នុងករណីដែលស្ថានភាពនោះគឺមិនស្របទៅតាមអ្វីដែលជាក្តីរំពឹងនោះទេហើយលោកអគ្គមេបញ្ជាការរបស់ថៃនោះក៏បានគូបញ្ជាក់ថាប្រទេសទាំងពីរត្រូវតែរងចាំមើលពេលវេលាណាដែលសមស្របនៅក្នុងការបើកការចរចាសន្តិភាពឡើងវិញដោយសង្កត់ធ្ងន់ថាកម្ពុជាត្រូវតែដំបូងត្រូវតែបង្ហាញនៅភាពស្មោះត្រង់របស់ខ្លួនថាពិតជាចង់បានសន្តិភាពយូរអង្វែងមែនជាមួយនឹងប្រទេសថៃហើយត្រូវតែសហការពេញលេញនៅក្នុងការដោះស្រាយបញ្ហាដែលមិនទាន់បានដោះស្រាយនឹងគ្នាបើចឹងឥឡូវសូមបង្ហាញរូបលោកមេបញ្ជាការនោះទីទៅបាទលោកអគ្គមេបញ្ជាការរបស់ថៃហ្នឹងគឺនេះបើយោងតាមសារព័ត៌មានរបស់ Council ណា Council ចឹងខ្ញុំដាក់ទៅរូប Council ទេក៏ប៉ុន្តែអត្ថបទរបស់ PBS បាទ PBS ហើយក៏មានអត្ថបទខ្លះរបស់ Council នៅក្នុងនឹងតិចដែរខ្ញុំបន្ថែមព័ត៌មាននៅក្នុងនោះបាទហើយជាការឆ្លើយតបទៅដល់កម្ពុជាបាទពីកម្ពុជាហើយដែលបានដកខ្លួនចេញពីការធ្វើសមយុទ្ធពោះវែកមៀក Cobra Gold ដែលជាសមយុទ្ធរួមគ្នានៅក្នុងឆ្នាំនេះនោះគឺលោកអ៊ុក្រឹតបានបញ្យល់ថាកម្ពុជានឹងគឺគាត់បានបំពេញនៅអាណត្តិរបស់គាត់គ្រប់ពេលវេលាហើយក្នុងនាមជាអ្នកចូលរួមឃើញអញ្ចឹងបានន័យថាតាមរយៈលោកអគ្គមេបញ្ជាការលោកនិយាយថាអូកម្ពុជាគាត់បំពេញគ្រប់អាណត្តិរបស់គាត់ទេដែលគាត់មិនបានចូលរួមក៏ប៉ុន្តែកាសែត Council ចេញដំបូងមកចេញមកនិយាយរបៀបឌឺដងឲ្យកម្ពុជាស្រូវឥឡូវនៅលើកនេះអត់មានកម្ពុជាចូលរួមទេណាបាទគឺលោកអគ្គមេបញ្ជាការគាត់ថាឥឡូវនេះដល់វេនប្រទេសដទៃទៀតដែលត្រូវចូលរួមហើយនៅពេលដែលសួរថាតើទំនាក់ទំនងយោធារបស់ថៃជាមួយនឹងកម្ពុជានឹងគួរតែផ្អាកវិញទេផ្អាកសិនទេបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីពេលថ្មីនៅតាមបណ្ដោយព្រំដែននោះគឺលោកឧត្តមសេនីយ៍អ៊ុក្រឹតបាននិយាយថាពេលវេលាគឺមិនទាន់ដល់ពេលនៅឡើយទេបាទគឺចាំមើលពេលវេលាសមស្របសិនគឺលោកថាអាចមានការផ្អាកដែរក៏ប៉ុន្តែក៏មិនមានន័យថាគឺទៅព្យួរផ្អាករយៈពេលយូរនោះដែរគឺអ្វីៗវាអាស្រ័យទៅលើអេរិយាបថនិងអាកប្បកិរិយារបស់កម្ពុជាថាតើពិតជាមានចេតនាពិតប្រាកដនៅក្នុងការធ្វើសហប្រតិបត្តិការគ្នាដើម្បីស្របទៅតាមការចង់បានរបស់ភាគីទាំងពីរដែរឬទេហើយនៅពេលដែលអ្នកសារព័ត៌មានបានសួរថាតើកម្ពុជាពេលបច្ចុប្បន្ននេះមានបានធ្វើអ្វីដែលឲ្យបានល្អប្រសើរដែរឬទេបើតាមសង្កេតមើលខាងកាយវិការរបស់កម្ពុជានោះគឺលោកអគ្គមេបញ្ជាការលោកបាននិយាយថាស្ថានភាពឥឡូវហ្នឹងគឺវាប្រសើរជាងមុនក៏ប៉ុន្តែលោកក៏ទទូចឲ្យមានការប្រុងប្រយ័ត្នផងដែរគឺត្រូវពិនិត្យមើលបញ្ហានេះដោយជាក់ច្បាស់កុំជឿងាយពេកបាទហើយសារព័ត៌មានខាង PBS ហ្នឹងក៏បានរាយការណ៍ថាលោកឧត្តមសេនីយ៍អ៊ុក្រែនហ្នឹងក៏បានបាទនិយាយបន្ធូរបន្ថយចំពោះការដែលមានផ្សព្វផ្សាយវីដេអូមួយតាមអនឡាញដែលបង្ហាញថាកងកម្លាំងរបស់កម្ពុជាបានចូលមកគៀកបាទទីតាំងដែលឈរជើងរបស់កងទ័ពថៃដោយគេមើលឃើញថានេះជាសញ្ញាមួយទៀតនៃការឈានទៅរកភាពតានតឹងរវាងប្រទេសទាំងពីរ
បាទដោយលើកនេះសូមដាក់រូបនេះតិចមកគឺមានការផ្សាយរបស់ Council នឹងថាកម្ពុជាបានជីកលេនដ្ឋាននៅក្បែរកន្លែងនោះជាដើមហ្នឹងបាទគឺលោកមេបញ្ជាការរបស់ថៃហ្នឹងគាត់បាននិយាយថាការចលនាទ័ពណាមួយបែបហ្នឹងគឺវាជារឿងធម្មតាទេនៅពេលណាដែលមានបទជប់បែកកើតឡើងពីព្រោះភាគីទាំងពីរគាត់ត្រូវតែដាក់កម្លាំងរបស់គាត់ហើយនឹងកសាងប្រព័ន្ធការពារតែប៉ុណ្ណោះហើយបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Council ដែលខ្ញុំដាក់រូបជូននេះគឺបានដឹងថាខាងភាគីថៃរាយការណ៍ថាកងកម្លាំងរបស់កម្ពុជានឹងគឺបានជីកត្រង់សេនៅតំបន់3ដែលទល់មុខជាមួយនឹងកងកម្លាំងរបស់ថៃនៅក្នុងខេត្តត្រាតបាទដែលត្រង់សេដែលកម្ពុជាជីកហ្នឹងគឺមានចម្ងាយ1 គីឡូម៉ែត្រនៅតាមបណ្ដោយព្រំដែនហើយគឺមានចម្ងាយតែប្រហែលជា500ម៉ែត្រតែប៉ុណ្ណោះពីកងកម្លាំងរបស់ថៃនេះបើយោងតាមប្រភពយោធាជើងទឹករបស់ថៃដែលបានបញ្ជាក់នៅថ្ងៃទី26ខែមករាឆ្នាំ2026ហើយបើយោងតាមសារព័ត៌មាន Council គាត់និយាយថាយោងតាមប្រភពហ្នឹងគឺការកសាងហ្នឹងគឺនៅទល់មុខទីតាំងមួយគេថាបានសំឡងហើយនឹងដែលនៅជិតខាងបានថាសានបាននងរីបានចម្រោះបានចម្រោះខ្មែរដូចហៅចម្រោះដែរទៅបាទដែលជាសកម្មភាពមួយដែលជាការមួយទល់មុខគ្នាជាមួយនឹងកងទ័ពថៃបាទនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Council ជាភាសាអង់គ្លេសណាបាទអញ្ចឹងដូចដែលខ្ញុំបាននិយាយម្សិលមិញប្រិមត្តបានសួរខ្ញុំហើយពីរឿងផ្សាយព័ត៌មានថាថៃគាត់តម្លើងអីហ្នឹងគឺឥឡូវហ្នឹងខ្ញុំក៏បានជម្រាបជូនដែរថាកម្ពុជាក៏អាចតែពង្រឹងដែរក៏ប៉ុន្តែគ្រាន់តែគាត់មិនផ្សាយឥឡូវឃើញខាងសារព័ត៌មានថៃក៏ផ្សាយគឺខាងកម្ពុជាគឺមានជីកលេនដ្ឋានអញ្ចឹងណាបើសិនជាពិតមែនណាបើពីព្រោះខ្ញុំអត់ទាន់ឃើញមានខាងកម្ពុជាលោកមានប្រតិកម្មយ៉ាងម៉េចទេបាទប៉ុន្តែតាមរយៈខាងថៃគាត់ដាក់មកនោះគឺគាត់មានរូបភាពណាគាត់មានរូបភាពនោះឲ្យឃើញអញ្ចឹងបើរូបភាពគាត់ថតពី drone មកឃើញអញ្ចឹងណាបាទក៏ប៉ុន្តែយើងចាំមើលតើខាងពីកម្ពុជាលោកមានប្រតិកម្មយ៉ាងម៉េចខ្ញុំគាត់ទៅដកស្រង់ឲ្យជាព័ត៌មានជូនឲ្យបានប្រិយមិត្តបានដឹងបាទឲ្យបានប្រភពទាំងសងខាងឲ្យបានដឹងរឿងរូបភាពពេញតែម្ដងបាទនេះជាព័ត៌មានទី4ហើយព័ត៌មានទី5ហ្នឹងការពិតទៅខ្ញុំបានធ្វើវីដេអូឃ្លីបជូនឲ្យក៏ប៉ុន្តែដោយសារមុនចូលផ្សាយនេះប្រហែលជា10នាទីឃើញលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាលោកបានធ្វើបច្ចុប្បន្នភាពបញ្យលបន្តិចអញ្ចឹងខ្ញុំសូមធ្វើបច្ចុប្បន្នភាពបន្ថែមឲ្យបានយល់ផងដែរណាគឺបាទដំណើររឿងគឺកម្ពុជាឥឡូវនេះសម្រាប់ថាចូលរួមនៅក្នុងក្រុមប្រឹក្សាសន្តិភាពដែលបង្កើតឡើងដោយលោកប្រធានាធិបតីដូណាល់ត្រាំនឹងហើយបាទគឺកម្ពុជាចូលនឹងបើតាមការពន្យល់របស់លោកហ៊ុនម៉ាណែតក៏ថាគឺចូលនឹងគឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគ្រប់គ្រងនិងរួមចំណែកដល់ការលើកកម្ពស់សន្តិភាពសកលបាទហើយជាការបង្ហាញនៅឆន្ទៈស្រឡាញ់សន្តិភាពការគ្រប់គ្រងនិងរួមចំណែកដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាប្រកាន់ខ្ជាប់ជារៀងរហូតមកជាពិសេសគឺតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្ដាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាមបាទលោកម៉ាណែតបានបន្ថែមថាដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះខ្ញុំសូមបញ្ជាក់ថាការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ3ឆ្នាំមិនតម្រូវឲ្យបង់ថវិកាទេអញ្ចឹងអត់មានអស់លុយកាក់ទេហើយចំពោះការបង់ថវិកា$1000 លានសហរដ្ឋអាមេរិកនោះគឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែងគឺអចិន្ត្រៃយ៍តែប៉ុណ្ណោះបាទដូច្នេះជាសរុបមកគឺបើមិនមានអ្វីខាតបង់ខាងលុយកាក់ទេហើយកម្ពុជាយល់ថាវាជារឿងមួយល្អជាពិសេសបាទដូចតែលោកម៉ាណែតក៏បាននិយាយគឺកម្ពុជាលើកកម្ពស់សន្តិភាពហើយកំពុងតែត្រូវការសហរដ្ឋអាមេរិកជាពិសេសលោកត្រាំដែលលោកបានអញ្ជើញហើយលោកតាមគាត់ខិតខំប្រឹងប្រែងផ្នែកសន្តិភាពបាទជាការចូលវាជាការចំណេញទៅគ្មានអ្វីខាតបាទអញ្ចឹងនេះគឺជាការវិវត្តចុងក្រោយណាការវិវត្តចុងក្រោយដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនអញ្ចឹងចង់ដឹងថាលោកប៉ាប៉ារ៉ូនិយាយយ៉ាងម៉េចខ្លះ
អំពីដំណើរទស្សនកិច្ចនៅកម្ពុជានិងអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនៅកម្ពុជាសូមចូលទៅមើល Facebook ឬក៏ clip វីដេអូនៅក្នុងខ្ទង់វីដេអូរបស់ YouTube នេះ channel YouTube នេះសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលា